រឿងតែទំនេរនៅក្រុងហានប៊ិនពលានយន្តហោះពោរពេញទៅដោយមនុស្សមានស្ត្រីវ័យ28ឆ្នាំឈ្មោះជីយុនដើរចេញពីតំបន់សម្ភារៈដោយកាន់កាបូបតូចមួយមុខរបស់នាងស្រឡាំងកាំងណាមយំនៅជាប់នឹងមាត់និងថ្ពាល់សូម្បីតែបុគ្គលិកអាកាសយានដ្ឋានក៏និយាយបញ្ជាក់ថាខ្ញុំព្រមព្រៀងចិត្តជាមួយនឹងអ្នកចំពោះនៃការបាត់បង់នឹងម្ដាយតាក់ស៊ីបើកឡានឆ្លងកាត់ភូមិមេងងឹតអ្នកបើកតាក់ស៊ីចាស់បានព្រមានអ្នកនាងតែហានប៊ិនអ្នកប្រាកដទេថាចង់នៅទីនោះមនុស្សមិនគ្រប់គ្នាទេដែលអាចរស់នៅទីនោះបានជីយុននៅស្ងៀមព្យាយាមបិទភ្នែកមិនស្ដាប់ផ្ទះចាស់បែបកូរ៉េបុរាណដែលនៅជិតព្រៃតែបង្អួចខ្លះត្រូវបានបាក់បិទដោយក្រដាសចាស់ៗនៅពេលដែលជីយុនដើរចូលមានអ្នកជិតខាងចាស់ម្នាក់បានព្រមានថាកុំឲ្យស្ដាប់សំឡេងនៅពេលកណ្ដាលយប់ខ្យល់អ៊ូអរព្រលឹងដួលនៅកណ្ដាលផ្ទះជីយុនបានដាក់រូបថតម្ដាយនៅលើតុនាងបានរំលឹកដល់ពេលក្មេងម្ដាយរបស់នាងសោយហើយនិយាយផ្ទះនេះនឹងក្លាយជារបស់កូននៅថ្ងៃណាមួយនៅយប់ដំបូងនាងបានឮសំឡេងនៅជាន់ខាងលើជីយុនដើរទៅជាន់ខាងលើបន្ទប់ក៏ប៉ុន្តែនៅក្នុងបន្ទប់មិនមានអ្វីទេភ្លើងទៀនក៏ភ្លើបន្តិចម្ដងដោយខ្លួនឯងទោះបីមិនមាននរណាទៅដុតវាក៏ដោយសំឡេងក្មេងស្រីស្រែកស្រាម៉ាម៉ាជីយុនភ្ញាក់ផ្អើលកន្ត្រាក់ចិត្តជីយុនបានសួរនៅសាលាក្រុងអំពីផ្ទះក៏ប៉ុន្តែមន្ត្រីមិនសូវចង់និយាយប៉ុន្មានទេតែផ្លាស់ប្ដូរទៅជានិយាយថាកាលពី20ឆ្នាំមុនមានរឿងដ៏អាក្រក់បានកើតឡើងម្ចាស់ផ្ទះសម្លាប់ទាំងគ្រួសារប៉ុន្តែព័ត៌មានមួយចំនួនត្រូវបានលាក់នៅពេលយប់ម្ដងទៀតជីយុនគេងនៅលើគ្រែបន្ទប់មានកញ្ចក់ជិតគ្រែបានឆ្លុះបង្ហាញពីមុខម្ដាយដែលភ្នែកហូរឈាមកាមេរ៉ាស៊ូមចូលទៅក្នុងកញ្ចក់នៅក្នុងព្រលឹងអាថ៌កំបាំងភ្លើងអស់ភ្លាមជីយុនភ្ញាក់ពីសុបិនអាក្រក់នៅក្នុងកញ្ចក់បន្ទប់ទឹកនាងបានឃើញស្នាមឈាមតូចប៉ុន្តែបន្ទាប់ពីភ្នែករបស់នាងបិទមួយភ្លែតវាក៏បានអស់ទៅវិញសំឡេងទូរស័ព្ទរោដូចជាសំឡេងថាខាសិទ្ធីកុំស្វែងរកអតីតកាលជីយុនបានទៅសាកសួរបុគ្គលិកម្នាក់ដែលមានវ័យកណ្ដាលនាងបាននិយាយទាំងអស់សង្ឃឹមថាករណីកាលពីឆ្នាំ2003មិនគួរណាឲ្យរំលឹកនោះទេម្ចាស់ផ្ទះឈ្មោះប៉ានជីហូបានសម្លាប់ភរិយានិងកូនតូចរបស់គាត់ហើយបានបាត់ខ្លួនទៅដែលមិនមានអ្នកណារកឃើញសាកសពរបស់គាត់ឡើយពេលត្រឡប់មកផ្ទះវិញជីយុនបានឮសំឡេងច្រៀងរបស់ក្មេងៗចេញពីជាន់ខាងលើនៅជាន់ខាងលើកម្រាលឈើមានស្នាមឈាមរអិលពាសពេញនាងយកកាមេរ៉ាទូរស័ព្ទទៅថតរូបនៅក្នុងរូបបានបង្ហាញឲ្យយើងឃើញអំពីក្មេងស្រីសក់វែងឈរនៅចុងច្រកដ៏ងងឹតមីនហូដែលជាបុរសវ័យ32ឆ្នាំធ្វើការជាអ្នកស៊ើបអង្កេតឯកជនបានទៅសួរនៅជីយុនគាត់កំពុងតែស៊ើបករណីអវត្តមានរបស់បុរសម្នាក់ដែលតាក់ទងទៅនឹងផ្ទះនេះការពិភាក្សារវាងអ្នកទាំងពីរបានបង្ហាញឲ្យយើងឃើញពីចំណាប់អារម្មណ៍ទៅលើអតីតកាលរបស់ផ្ទះនេះពួកគេបានរកឃើញប្រអប់សារតូចមួយនៅក្រោមជណ្ដាលបានបង្ហាញឲ្យយើងឃើញពីរូបភាពនៃគ្រួសារប៉ានជីនហូនិងភរិយារួមទាំងកូនខាងក្រោមរូបមានពាក្យដែលសរសេរដោយឈាមកុំបោះបង់ខ្ញុំចោលនៅក្នុងផ្ទះនេះនៅពេលពាក់កណ្ដាលយប់នាងបានឮសំឡេងឈួតនិងសំឡេងកូនកណ្ដុរនៅក្នុងបន្ទប់ប៉ុន្តែនៅពេលដែលនាងបើកទ្វារមិនមានអ្វីនោះទេភ្លើងភ្លាមនោះក៏ចាប់ផ្ដើមរលត់មីនហូបានឈានខ្មៅជាលើកដំបូងស្ត្រីសក់វែងស្លៀកសម្លៀកបំពាក់ពណ៌សបែកមាត់ស្រក់ឈាមគាត់ភ្ញាក់ព្រឺព្រួចប៉ុន្តែជីយុនមិនបានឃើញទេកាមេរ៉ាតាមជីយុនចូលទៅក្នុងបន្ទប់នៅជ្រុងបន្ទប់មានក្មេងស្រីតូចមួយដែលជាខ្មោចអង្គុយលេងបាល់ក៏បានរមៀលទៅជិតជីយុនកុមារក៏លេចមុខឡើងភ្នែករបស់វាទាំងពីរខ្លាំងស្រមោលអាថ៌កំបាំងជីយុននិងមីនហូសម្រាកនៅក្នុងផ្ទះនោះក្រោយយប់កន្លងទៅមីនហូពន្យល់ថាខ្មោចដែលគាត់ឃើញដូចជាមានអាយុចាស់ជីយុនចង់ដឹងច្បាស់ហើយសម្រេចធ្វើការស៊ើបអង្កេតនៅក្នុងផ្ទះនេះបន្ថែមពេលដែលពិនិត្យនៅជាន់ខាងក្រោមកម្រាលឈើមានស្នាមពុះចេញពួកគេបើកឡើងបានរកឃើញផ្លូវចូលទៅ
ក្រោមបន្ទប់ជាន់ដីបន្ទប់នោះងងឹតមានជញ្ជាំងពណ៌ខ្មៅនិងមានស្នាមឈាមជាប់មានរូបក្មេងស្រីចម្លាក់ដោយដៃនៅលើជញ្ជាំងព្រមទាំងឈ្មោះសូយ័ន្តដែលសរសេរដោយឈាមមានហៅទទួលអ៊ីមែលចម្លែកពីកណីដែលមិនស្គាល់ជាមេដែលមិនស្គាល់នោះបានសរសេរថាអ្នកមិនអាចគេចបំពេអំពើដែលកើតឡើងនៅឆ្នាំ2003សូមរើកញ្ចក់30ក្នុងបន្ទប់សម្ងាត់មានកញ្ចក់ចាស់ស្រស់ដែលមានស្នាមឈាមនៅជ្រុងពេលជីយន្តកលែងកញ្ចក់ឆ្លុះបង្ហាញឃើញម្ដាយរបស់នាងនៅក្នុងសភាពឈឺចាប់ប៉ុន្តែបន្ទាប់មកឆ្លុះជាមុខខ្មោចសក់វែងភ្នែកក្រហមជីយន្តបានចាប់ផ្ដើមសម័យឃើញម្ដាយរបស់នាងឈរនៅកន្លែងផ្សេងៗនៅក្នុងផ្ទះនៅពេលដែលចងបិទភ្នែកសំឡេងក្មេងស្រីស្រែកអូម៉ាកុំចាក់ចេញជីយន្តភ័យរន្ធត់និងស្នាក់ចិត្តថាតើម្ដាយរបស់នាងពាក់ព័ន្ធទេនៅពេលកណ្ដាលយប់សំឡេងបារមៀនៅក្នុងផ្ទះមានហោដើរតាមបារមៀទៅជិតឆ្កែចាស់មួយឆ្កែរបស់អ្នកជិតផ្ទះបានចូលមកក្នុងមានហោបានប្រាប់ទៅជីយន្តថាកំពុងតែមានអ្វីមិនប្រក្រតីគាត់បង្ហាញពីឯកសារមួយដែលយកពីបណ្ណាល័យប្រវត្តិនិយមន័យក្រឡាញត្រាំងឈាមដែលជាវិធីបូជាដើម្បីបំរួលព្រលឹងឲ្យនៅជាប់ជាមួយនឹងកញ្ចក់ផ្ទះហានប៊ិនគឺជាកន្លែងដែលធ្វើពិធីនេះជីយន្តបានឃើញកញ្ចក់នោះវិញប៉ុន្តែវាបានឆ្លុះបង្ហាញនាងខ្លួនឯងដែលភ្នែកក្រហមនិងមានស្នាមឈាមហូរកាមេរ៉ាផ្លាស់ប្ដូរពីមុខជីហ៊ុនទៅក្រោយបង្ហាញថានៅជិតនាងកំពុងតែមានក្មេងស្រីសក់វែងកំពុងមើលនាងជីយន្តភ្ញាក់នៅក្នុងផ្ទះក្រោមជើងរបស់គាត់មានស្នាមឈាមតូចៗដែលចូលក្នុងបន្ទប់យ៉ាងសម្ងាត់នៅជញ្ជាំងខាងក្រោយមានពាក្យសរសេរជាភាសាខ្មែរខ្លះនិងសរសេរជាភាសាកូរ៉េខ្លះអ្នកដែលរស់នៅទីនេះមិនអាចគិតពីពាក្យសាមសិនបានឡើយជីយន្តនិងមីនហូបានទៅរកអ្នកចាស់ម្នាក់នៅក្នុងភូមិអ្នកចាស់បាននិយាយថាម្ចាស់ផ្ទះដើមប៉ាជីនហូបានរៀបចំមន្តសៅសបុរាណហើយធ្វើពិធីក្រឡាញ់ត្រាំងឈាមដើម្បីចងព្រលឹងកូនស្រីឲ្យជាប់នៅក្នុងផ្ទះប៉ុន្តែពិធីត្រូវបានបរាជ័យព្រលឹងកូនបានក្លាយទៅជាខ្មោចព្រាយហើយបានបំផ្លាញគ្រួសារនោះទាំងមូលនៅយប់មកដល់កញ្ចក់ទាំងអស់នៅក្នុងផ្ទះបានក្លាយទៅជាអាវុធរបស់ខ្មោចមីនហូបានឃើញខ្លួនឯងនៅក្នុងកញ្ចក់ប៉ុន្តែរូបដែលឆ្លុះកាន់តែកំបិតហើយញញឹមជីយន្តបានឃើញម្ដាយរបស់នាងកំពុងតែកាន់ដៃនៅលើកញ្ចក់ហើយបាននិយាយកូនចូលមកកាន់ខ្ញុំមីនហូចូលទៅក្នុងបន្ទប់សម្ងាត់ដើម្បីពិនិត្យកញ្ចក់ទ្វារបានបិទស្របពេលដែលឈាមកំពុងតែហូរចេញពីច្រកទ្វារជីយន្តស្រែកហើយទទួលបានសំឡេងក្មេងស្រីឆ្លើយតបពីក្នុងបន្ទប់អូម៉ាគាត់ជំនួសបានជីយន្តបានឃើញសៀវភៅចាស់របស់ប៉ាជីនហូក្នុងសៀវភៅបានសរសេរថាសាមសិននឹងបន្តរាប់20ឆ្នាំម្ដងតែបើមិនមានអ្នកជំនួសព្រលឹងនេះនឹងស្ងប់ស្ងាត់នាងបានដឹងថាខ្លួនឯងកំពុងតែជាជំរឿបន្ទាប់នៅពេលយប់សំឡេងក្មេងស្រីបានច្រៀងនៅជុំវិញផ្ទះជីយន្តរត់ចូលទៅក្នុងបន្ទប់តាកញ្ចក់ទាំងអស់បានបង្ហាញឃើញរូបក្មេងស្រីដូចគ្នាពាសពេញបន្ទប់ព្រលឹងក្មេងស្រីបាននិយាយជាសំឡេងចម្រោកគ្នាសូមនៅជាមួយខ្ញុំឥឡូវនេះភ្លើងក៏ចាប់ផ្ដើមឆេះភ្លាមឈាមបានហូរចេញពីកន្លែងត្រាំងមីនហូត្រូវបានទាញចូលទៅក្នុងកញ្ចក់ជីយន្តស្រែកហៅឈ្មោះគាត់ប៉ុន្តែរូបរបស់មីនហូបានឃើញតែកាយនិងទ្រាប់ឈាមនៅក្នុងកញ្ចក់ខ្មោចស្រីសក់វែងឈរនៅក្រោយជីនយន្តបើកមាត់យឺតដល់ពេលហើយជីនយន្តបានភ្ញាក់ឡើងនៅលើផ្ទះបន្ទប់ព័ទ្ធជុំវិញទៅដោយកញ្ចក់បាក់និងឈាមសំឡេងក្មេងស្រីរំលឹកថាម៉ាម៉ាខ្ញុំរង់ចាំអ្នកយូរហើយជីនយន្តដឹងខ្លួនថាខ្លួនឯងកំពុងតែត្រូវប្រឈមមុខជាមួយនឹងខ្មោចជាចុងក្រោយកញ្ចក់បានបង្ហាញយើងឃើញពីរឿងអតីតកាលកាលពី20ឆ្នាំមុនប៉ាន់ជីនហូបានធ្វើពិធីបូជាភរិយាត្រូវបានស្លាប់កូនស្រីសូយ័ន្តត្រូវបានចងព្រលឹងឲ្យនៅក្នុងពិធីក្រឡាញ់ត្រាំងប៉ុន្តែពិធីត្រូវបានបរាជ័យហើយព្រលឹងកូនស្រីក្លាយទៅជាខ្មោចយ៉ាងកំហឹងនៅក្នុងកញ្ចក់បង្ហាញយើងឃើញអំពីម្ដាយរបស់ជីនយ័ន្តដែលបានស្លាប់ម្ដាយបាននិយាយសម្លេងយ៉ាងស្រទន់កូនកុំទុកឲ្យព្រលឹងក្មេងស្រីនេះក្លាយទៅជាចំណងថ្មីប្រសិនបើកូនចូលជំនួសនាងនឹងស្ងប់ជីយន្តសាក់ចិត្តច្រើនព្រោះវាមានន័យថានាងត្រូវតែបោះបង់ជីវិត
ជីយន្តចូលទៅក្នុងបន្ទប់សម្ងាត់ចំការក្រឡាញ់ត្រាំង នាងបានយកទៀនចរាឈាម និងអានពាក្យនៅក្នុងសៀវភៅ30 ខ្មោចសូរ្យ័នបានកាត់ឡើងនៅចំកណ្ដាលបន្ទប់ សំឡេងស្រែកទន្ទឹង មីនហោបានបង្ហាញខ្លួននៅក្នុងកញ្ចក់ ដោយដៃត្រូវបានចងដោយខ្សែព្រលឹងរក្សាទុក ខ្មោចសូរ្យ័នបាននិយាយ ចូលមកជំនួសខ្ញុំ ឬក៏ឲ្យគាត់នៅក្នុងកញ្ចក់ជារៀងរហូត ជីយន្តបានដាក់ដៃនៅលើកញ្ចក់ ហើយបង្ហាញអំពីការសម្រេចចិត្ត ភ្លើងទៀនក៏ចាប់ផ្ដើមចរាឈាម ផ្ទះរបស់ហានប៊ិនក្លាយទៅជាអគ្គិភ័យ សំឡេងក្មេងស្រីនឹងស្រែកចំទាស់ពេលជាមួយនឹងសំឡេងរបស់មីនហោ ពេលដែលភ្លើងខ្សោយយានយន្តអស់កម្លាំងនៅចំកណ្ដាលក្រឡាញ់ត្រាំង មីនហោត្រូវបានដុសចេញពីកញ្ចក់ ប៉ុន្តែជីយន្តត្រូវបាត់ទៅជាមួយនឹងសូរ្យ័ន ពេលព្រឹកមកដល់ផ្ទះរបស់ហានប៊ិនក្លាយទៅជាផេះ មីនហោដើរចេញពីទីនោះ ដោយមានស្នាមបាក់ចិត្ត នៅលើផេះមានសំឡេងក្មេងស្រីស្រែកស្រាលៗ អូម៉ា សូមនៅជាមួយខ្ញុំ កាមេរ៉ាបានซูមចូលទៅក្នុងផ្ទះផេះកញ្ចក់បាក់ដែលនៅសល់ បង្ហាញឆ្លុយឃើញមុខជីយន្តញញឹមជាមួយនឹងភ្នែកក្រហម